រូបភាពបាក់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់ទីបេនៅប្រទេសចិនបង្កមហន្តរាយយ៉ាងសម្បើមបើតាមរូបភាពទូរទស្សន៍ CCTV មនុស្សជាច្រើនអ្នកអាចនឹងត្រូវស្លាប់និងបាត់ខ្លួនព្រោះតែកម្លាំងទឹកហូរដ៏សន្ធាប់ក្នុងពេលភ្លាមៗគេមិនទាន់អាចដឹងអំពីចំនួនជនរងគ្រោះទេក៏ប៉ុន្តែប្រធានាធិបតីចិនលោកស៊ីជីនពីងបានប្រកាសថាកិច្ចការចំពោះមុខហើយជាអាទិភាពបំផុតគឺត្រូវប្រើគ្រប់មធ្យោបាយដើម្បីស្វែងរកនិងជួយសង្គ្រោះអ្នកបាត់ខ្លួនត្រូវជំនះប្រជាជនទៅរកទីទួលមានសុវត្ថិភាពហើយត្រូវប្រញាប់ប្រញាល់ព្យាបាលអ្នករងរបួសហើយបញ្ជៀសមហានិភ័យឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាននេះបើតាមប្រសាសន៍លោកប្រមុខរដ្ឋចិនដែលត្រូវស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua នៅក្នុងពេលមានគ្រោះមហន្តរាយធ្ងន់ធ្ងរម្ដងអាជ្ញាធរចិនកម្រនឹងបង្ហាញអំពីតួលេខជនរងគ្រោះជាក់ស្ដែងណាស់បើទោះបីជាពុំទាន់ដឹងអំពីចំនួនជនរងគ្រោះក៏ពិតមែនតែគេជឿជាក់ថាការបាត់បង់ជីវិតមនុស្សនៅក្នុងគ្រោះថ្នាក់នេះច្បាស់ជានឹងមានចំនួនមិនតិចឡើយការបាក់ទំនប់វារីអគ្គិសនីចិនមួយនេះបានជះឥទ្ធិពលគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់ប្រជាជននេប៉ាល់ដែលរស់នៅតាមបណ្ដោយជ្រលងភ្នំនៃក្រុងនូវ៉ាគុតនិងដែលស្ថិតនៅជាប់ព្រំដែនទីបេរបស់ចិននៅរសៀលថ្ងៃពុធទី26សីហាអាជ្ញាធរនេប៉ាល់បានបង្ហាញតុល្យការបឋមថាមនុស្សយ៉ាងហោច19នាក់ស្លាប់សាកសពត្រូវគេរកឃើញជាបន្តបន្ទាប់ទន្ទឹមនឹងគ្នានេះដែរការិយាល័យទេសចរនេប៉ាល់បានបញ្ជាក់អំពីការបាត់ខ្លួនភ្ញៀវទេសចរចំនួនជាង380នាក់នៅក្នុងនោះជាង290នាក់ជាភ្ញៀវបរទេសប្រជាជននៅតំបន់កើតហេតុបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាគេបានឃើញរថយន្តក្រុងដឹកអ្នកដំណើរចំនួន8-9គ្រឿងត្រូវទឹកគួចហូបទៅបាត់ក្រៅពីកោះប្រជុំអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាបន្ទាន់នាយករដ្ឋមន្ត្រីនេប៉ាល់បានចេញបញ្ជាឲ្យក្រុមទាហានចុះជួយសង្គ្រោះមនុស្សដោយត្រូវប្រគៀកស្មាជាមួយក្រុមគ្រូពេទ្យនិងបុគ្គលិកអង្គការកាកបាទក្រហម